ក្រុមការងារចរចារវាងគណៈបកប្រជាជនកម្ពុជានិងគណៈបកសង្គ្រោះជាតិបានបញ្ចប់កិច្ចពិភាក្សាស្ដីពីការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតនៅថ្ងៃដំបូងគឺថ្ងៃទី18ខែសីហានេះសេចក្តីព្រាងច្បាប់បោះឆ្នោតថ្មីមាន10ជំពូកដោយមិនទាន់ចែកជាមាត្រាច្បាប់នៅឡើយទេបាទជាបន្តទៅទៀតនេះមានសេចក្តីរាយការណ៍ផ្ទាល់របស់លោកវ៉ាន់វិចាដោយតទៅបាទសូមជម្រាបសួរលោកវ៉ាន់វិចាបាទជំរាបសួរលោកអយុធជាបាទតើគណៈបកទាំងពីរបានពិភាក្សាគ្នាអ្វីខ្លះស្ដីពីសេចក្តីព្រាងច្បាប់បោះឆ្នោតទាំងមូលតែម្ដងឬក៏យ៉ាងម៉េចដែរបាទនៅថ្ងៃនេះបាទនៅថ្ងៃនេះគណៈបកទាំងពីរបានជជែកគ្នាលើសេចក្តីព្រាងច្បាប់ទាំងមូលតែម្ដងប៉ុន្តែបញ្ជាក់បន្តិចថាសេចក្តីព្រាងច្បាប់ថ្មីដែលគណៈបកទាំងពីរជជែកគ្នានឹងគឺគាត់យកច្បាប់ចាស់យកមកសាររើនិងបន្ថែមចំណុចខ្លះហើយសេចក្តីព្រាងច្បាប់ដែលក្រងនឹងចេញជាសេចក្តីព្រាងលាយលក្ខណ៍អក្សរតែម្ដងហ្នឹងគឺមានទាំងអស់តែ7ជំពូកទេហើយចំណុចប្រមាណមាត្រានោះគឺគណៈបកទាំងពីរនឹងជជែកគ្នាបន្តទៀតសេចក្តីព្រាងច្បាប់នេះនឹងនិយាយតាំងពីទួលនីតិរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតអរចនាសម្ព័ន្ធរហូតទៅដល់ដំណាក់កាលការបំពេញការងារពួកគាត់នៅក្នុងដំណើរការបោះឆ្នោតព្រមទាំងការដោះស្រាយពាក្យបណ្ដឹងផ្សេងនិងការប្រកាសលទ្ធផលបោះឆ្នោតនិយាយរួមគឺមកចប់សពគ្រប់តាំងពីកដល់អតែម្ដងគឺតាំងពីចំណុចទី1ដល់ចំណុចចុងក្រោយបំផុតប៉ុន្តែកិច្ចពិភាក្សាព្រឹកមិញងាកមិញនេះបាទគឺមិនទាន់ចប់សពគ្រប់នៅឡើយទេគឺនៅមានចំណុចមួយចំនួនទៀតដែលត្រូវជជែកគ្នាលម្អិតហើយគណៈបកទាំងពីរនឹងលើកយកជជែកគ្នានៅសប្តាហ៍ក្រោយនៅថ្ងៃច័ន្ទបាទនៅក្នុងកិច្ចពិភាក្សាគ្នានៅល្ងាចនេះហ្នឹងមានការខ្វែងគំនិតគ្នាអីខ្លះទេរវាងមន្ត្រីចរចាមន្ត្រីគណៈបកទាំងពីរនោះបាទគណៈបកទាំងពីរចេញមកផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែតមានលោកប៊ិនចិនលោកជាមន្ត្រីជាន់ខ្ពស់របស់គណៈបកប្រជាជនកម្ពុជាលោកបញ្ជាក់ថាมันមានចំណុចខ្វែងគំនិតគ្នាធំដុំណាស់ណាទេចំណែកឯលោកគួយបណ្រឿនវិញដែលលោកជាតំណាងគណៈបកសង្គ្រោះជាតិនឹងលោកក៏លើកឡើងព្រមគ្នាថាมันមានចំណុចខ្វែងគំនិតគ្នាច្រើនដែរប៉ុន្តែចំណុចដែលគួរឲ្យកត់សម្គាល់នោះលោកគួយបណ្រឿនបញ្ជាក់ថាគឺគណៈបកសង្គ្រោះជាតិចង់ឲ្យមានការជ្រើសរើសសមាជិកនៃគណៈកម្មការឃុំរៀបចំការបោះឆ្នោតគឺមន្ត្រីតាមការិយាល័យបោះឆ្នោតនិងមន្ត្រីថ្នាក់ឃុំហ្នឹងគឺមានបង្កើតមានយន្តការថ្មីមួយទៀតសម្រាប់រៀបចំប្រព្រឹត្តទៅនៃការបោះឆ្នោតហ្នឹងគឺគណៈបកទាំងពីរហ្នឹងនៅជជែកគ្នាចំណុចហ្នឹងរៀងដូចយូរបន្តិចដោយសារភាគីទាំងពីរហ្នឹងគាត់មើលឃើញថាមួយខាងចង់ឲ្យមានការជជែកគ្នាបង្កើតគណៈកម្មការថ្មីមួយដែលមានការចូលរួមពីគណៈបកសម្រាប់ជ្រើសរើសមន្ត្រីបុគ្គលិកថ្នាក់ក្រោមជាតិរបស់កោជបហ្នឹងហើយមួយខាងទៀតគាត់គិតថាគាត់ចង់ឲ្យខាងកោជបថ្នាក់លើនឹងជាអ្នកបង្កើតក្រុមការងារឯករាជ្យតែម្ដងហើយជ្រើសរើសធ្វើការងារខ្លួនគាត់តែម្ដងហើយចំណុចនេះក៏គាត់បានជជែកគ្នាខ្លះដែរប៉ុន្តែមិនមែនជាការជជែកគ្នាតឹងសរសៃកដាក់គ្នាទេណាអាចសម្របសម្រួលគ្នាបានព្រោះបញ្ហានេះតើសេចក្តីព្រាងច្បាប់ថ្មីហ្នឹងវាខុសប្លែកអីពីច្បាប់ចាស់លោកវ៉ាន់វិចារបាទចំណុចដែលខុសប្លែកពីច្បាប់ចាស់ហ្នឹងនៅត្រង់ថាច្បាប់ថ្មីនេះផ្អែកតាមកិច្ចព្រមព្រៀងថ្ងៃទី22ខែកក្កដារវាងគណៈបកទាំងពីរដែលមានលោកសំរងស៊ីនិងលោកហ៊ុនសែនចរចាគ្នាជាមួយមន្ត្រីជាច្រើនអ្នកហ្នឹងគឺច្បាប់ថ្មីនេះគឺតម្រូវឲ្យដាក់ស្ថាប័នរៀបចំការបោះឆ្នោតហ្នឹងទៅក្រមប្រឹក្សាធម្មនុញ្ញអញ្ចឹងច្បាប់ថ្មីនេះនឹងរៀបចំតម្រូវឲ្យច្បាប់ខុសពីច្បាប់ចាស់ដោយថាច្បាប់ចាស់ស្ថាប័នកោជបគ្រាន់តែជាស្ថាប័នមួយដែលបង្កើតឡើងដែលមានស្ថាប័នរដ្ឋបាលមួយដែលបង្កើតឡើងដែលមានក្រសួងមហាផ្ទៃជាអ្នកជ្រើសតាំងរៀបចំអីយ៉ាងទេប៉ុន្តែច្បាប់ថ្មីនេះគឺសំខាន់ថាច្បាប់ថ្មីនេះមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៅជំពូកទី15ហើយអញ្ចឹងច្បាប់ថ្មីនេះគាត់ធ្វើតាំងពីចំណុចទី1ដល់ចំណុចចុងក្រោយនេះគឺធ្វើឲ្យស្របតាមដាក់អ្វីដែលមាននៅក្នុងរដ្ឋធម្មនុញ្ញហ្នឹងហើយចំណុចទៅផ្នែកគ្នាច្រើនទៀតយើងនឹងលំអិតបន្តទៀតក្រុមការងារទាំងពីរហ្នឹងគណៈបកប្រជាជនគាត់មិនបានបញ្ជាក់ថានឹងយកច្បាប់ហ្នឹងទៅផ្សព្វផ្សាយសេចក្តីព្រាងហ្នឹងផ្សព្វផ្សាយទេប៉ុន្តែគណៈបកសង្គ្រោះជាតិលោកគួយបណ្រឿនគាត់ចេញមកគាត់លើកឡើងថាគាត់នឹងយកសេចក្តីព្រាងច្បាប់ហ្នឹងទៅចែកជូនអង្គការសង្គមស៊ីវិលទៅចែកជូនអ្នកកាសែតដើម្បីឲ្យធ្វើការសិក្សាស្វែងយល់ពីចំណុចខ្សោយចំណុចខ្លាំងរបស់ច្បាប់ហ្នឹងហើយចាំ
ប្រកុលជូនរដ្ឋសភាអនុម័តពីព្រោះថាគណៈបកទាំងពីរចូលនៅក្នុងសភាហើយនេះជាចំណុចដែលលោកគួយបរិយបានអះអាងប៉ុន្តែចម្លែកនៅត្រង់បន្តិចពេលដែលអ្នកកសែតសួរលោកគួយបរិយមិនទាន់ចប់ផងមានមន្ត្រីគណៈបកសង្គ្រោះជាតិហ្នឹងលោកអេងឆៃអៀងគាត់មកប្រាប់លោកគួយបរិយថាកុំបាច់និយាយច្រើនពេកព្រោះមានការងារធ្វើច្រើនទៀតអញ្ចឹងបាទត្រង់ចំណុចហ្នឹងវាប្លែកការកិរិយារបស់មន្ត្រីគណៈបកសង្គ្រោះជាតិហ្នឹងប្លែកបន្តិចចំណុចនិយាយច្រើនបាទហើយលោកគួយបរិយគាត់ជជែកមួយអ្នកកសែតហើយជា 4-5 នាទីតាមការផ្ទៀងនៅ recorder ហ្នឹង 4-5 នាទីលោកយើងនិយាយប្រាប់ថាកុំនិយាយច្រើនពេកបាទពីមានតែប៉ុណ្្នឹងក្នុងរូបភាពខាងក្រៅអរគុណលោកនាយកជាតិអាចនឹងបន្តនៅថ្ងៃណាបន្តទៀតទេលោកបាទខ្ញុំបញ្ជាក់មកវិញគឺថ្ងៃច័ន្ទគាត់នឹងបញ្ជាក់គ្នាលំអិតបន្តទៀតហើយសួរថាមូលហេតុអីបានជាគាត់លើកពេលរហូតទៅដល់ថ្ងៃច័ន្ទសប្តាហ៍ក្រោយគាត់លើកឡើងថាមានការងារធ្វើនៅចន្លោះនឹងបន្តទៀតប៉ុន្តែបើតកតងនឹងការប្រជុំសភាវិញមិនមានទេដោយសារតែព័ត៌មានខាងដើមបញ្ជាក់ថាលោកហេងសុរិនទៅវៀតណាមហើយបាទអរគុណច្រើនលោកវ៉ាន់វិចារដែលបានផ្ដល់ព័ត៌មានលម្អិតជុំវិញការពិភាក្សាទៅលើវិសោធនកម្មច្បាប់បោះឆ្នោតនៅពេលនេះបាទសូមអរគុណជំរាបលា